មួយមួយពុនសូមជឿលោកអ្នកគ្រប់គ្រងប្រាក់ខែរបស់ខ្ញុំដូចជាមិនត្រូវទេហើយនេះបានជា1000អញ្ចឹងនាងចាំមានរឿងមែនអាឡូប៉ា Alo,លោកប៉ាលើនេះរឿងការខ្ញុំតែអ្នកមានហើយអញឥឡូវនេះឆាប់រៀបចំអីវ៉ាត្រឡប់មកវិញមកលោកប៉ាគ្រាន់តែជាសន្តិសុខខំប្រឹងធ្វើការទៅកូនស្មៃទាំងផ្សេងពីអីខ្ញុំឥឡូវនេះត្រូវទទួលបានរឿងប្រាក់ខែផងឡូកូនម្នាក់នេះមិនជាលោកប៉ារបស់ខ្លួនឯងមែនអបអរសាទរអ្នកស្រីនេះជាការនិងលោកប្រធានក្នុងចំណងអភិបាលថ្មីពួកយើងរៀបការហើយកូនស្រីរបស់បងក៏ដូចជាកូនស្រីរបស់ខ្ញុំហ្នឹងទៅពួកយើងទទួលសំណួរទៅអាចជាកូនស្រីរបស់ពួកយើងអ្នកគ្រប់គ្រងប្រាក់ខែកូនរបស់ខ្ញុំនិយាយឲ្យថាទៅ3,000ចាហេតុអីបានជាធ្វើការមួយខែហើយនៅសល់តែ1000អញ្ចឹងមកពីថ្ងៃនេះទៅជាឲ្យនាងដើម្បីឲ្យនាងស្លាប់ទៅទាំងប្រទេសចិត្តប្រាក់ខែគោលមួយខែ3000បូកនឹង commission សរុបទាំងអស់គឺ5892ពួកយើងគិតចំនួនលេខកូដគឺ5800ឈប់សិនចុះ92ទៀតចាំមកគិតធ្វើអីនាំទៅវិបាកគិតទៅនឹងមានទៀតខែនេះយើងមកធ្វើការយឺត5ដងហើយជិះធ្វើការមួយដងមិនមែនទេខ្ញុំមកធ្វើការយឺតគឺដោយសារតែស្កាមិនចេញហើយមើលវិញទៀតខ្ញុំចេញពីធ្វើការមុនមកគឺដោយសារតែខ្ញុំយកអីវ៉ាន់ទៅឲ្យភ្ញៀវនោះទេគឺកប់ភ្លេអីវ៉ាន់របស់គាត់ហើយខ្ញុំក៏បាននិយាយនៅក្នុងក្រុមដែរលោកឃើញអូនប៉ះពាល់ដល់ភ្ញៀវម្នាក់គឺធ្វើឲ្យស្ថានភាពរបស់យើងខាត់មកមិនមែនទេអីតើនេះមិនទេគិតគូរដល់ក្រុមហ៊ុនទេមិនក៏នេះអត្តនិយមម្ល៉េះខ្ញុំកាត់នាង2000ទៀតនេះនៅសល់1300អញ្ចឹងប្រាក់ខែរបស់នេះនៅសល់1000មានអ្នកណាគេកាប់ប្រាក់ខែដូចជាលោកអញ្ចឹងទេលោកឲ្យប្រាក់ខ្ញុំ1000អត់ខ្ញុំរយយ៉ាងម៉េចទៅក៏តែថ្លៃជួបបន្ទប់របស់ខ្ញុំ1500បាត់ទៅហើយនៅថ្លៃញ៉ាំវ៉ៃនឹងមានថ្លៃតែយវ៉ាន់ទៀតជប់សិនយើងរស់នៅបានឬមិនបានអ្វីទៅដល់ខ្ញុំទៅខ្ញុំចង់ប្រាប់ទៀតបើយើងចង់ធ្វើទៅធ្វើទៅបើមិនចង់ធ្វើទេចេញបើការងារមួយនេះមិនចង់ធ្វើទេនេះចាប់និយាយមកមានអ្នកផ្សេងទៀតគេចង់ធ្វើពេលក៏លោកមិននិយាយហេតុផលអញ្ចឹងទៅទីនេះខ្ញុំគឺជាហេតុផលខ្ញុំបន្តិចទៀតនេះត្រូវរៀបចំខ្លួនទៅពិធីមង្គលការលោកប្រធានផងហើយខ្ញុំមិនត្រូវបានឡើងតំណែងជាលោកនេះព្រោះតែបើនេះគេតវ៉ាជាមួយខ្ញុំទៀតខ្ញុំនឹងប្រជុំនេះពីការងារតែម្ដងអើយតើលោកចង់យកជីវិតរបស់ខ្ញុំឬយ៉ាងម៉េចតើលោកចង់ឲ្យជីវិតរបស់ខ្ញុំធ្លាក់ដល់កម្រិតសូន្យមែនទេទៅជាមួយពួកយើងទៅកុំយកជីវិតរបស់ខ្ញុំទៅអីជីវិតខ្ញុំគ្មានតម្លៃទេកុំអីខ្ញុំមិនបានឃើញមុខពួកលោកទេសូមពួកលោកកុំធ្វើបាបខ្ញុំអីកុំអីលោកប៉ាមិនបានជាលោកប៉ាគ្រាដែរជាមួយអ្នកស្រីនេះយ៉ាងអញ្ចឹងតែឯងហៅខ្ញុំថាអ្នកស្រីនេះយ៉ាងអីទៀតគឺហៅថាអ្នកម៉ាយ៉ាងម៉ា God តើលោកប៉ាមករៀបការហើយចាប់លើជើងមកនេះគឺយុទ្ធសាស្ត្រតែអ្នកមិនយកតាមខ្លួនឯងប៉ុន្មានឆ្នាំមកនេះឯងរស់នៅជាមួយលោកប៉ារបស់ឯងប្រកបជាលោកប៉ាណាស់ទៅហើយទៅចិត្តទៅឯងខ្ញុំមកជួយឯងតែគឺស្មានមកដល់ទៅថាខ្ញុំអាយុប៉ុណ្ណឹងហើយខ្លាចទៅជាកូនស្រីអ្នកមានបានទៀតខ្ញុំគ្មានកូនប្រុសស្រីទេតែពីពេលនេះទៅឯងគឺជាកូនស្រីបង្កើតរបស់ខ្ញុំហើយនេះគឺជាកដោដែលនៅមកជូនដល់ឯងអរគុណណាស់ម៉ាខ្ញុំមានទៀតទៅធ្វើមកគោលការណ៍របស់ពួកយើងទៅពីសង្ឃឹមថាឯងនឹងជាអ្នកជួយជាមួយនេះឲ្យពួកយើងដល់ដែរខ្ញុំលើកថាចាប់ថ្ងៃតទៅអ្នកស្រីនេះជាការគាត់នឹងប្រកល់គុំរបស់គាត់ឲ្យទៅកូនស្រីរបស់គាត់ជាអ្នកប្រកល់បន្តដូច្នេះទុកតែសំខាន់ជាងគេគឺឯងទៅតែបម្រើពួកគាត់បានល្អទទួលបានអ្នកគ្រប់គ្រងចឹងណាពេលវេលាសំខាន់បែបនេះតើនេះលុយតែខ្ជិលណាតែនេះគឺជាអ្នកណាគេនោះគឺជាស្រស់ស្អាតណាស់នេះមិនធ្វើការហើយនឹងហ៊ានមកអង្គុយទុករបស់អ្នកស្រីនេះជាការផងខ្ញុំថ្ងៃនេះសូមច្បាប់ឈប់សម្រាប់មកពិធីមង្គលការឈប់សម្រាប់នេះគួរតែថែមមកធ្វើការឈប់សម្រាប់ស្អីបើលោកនិយាយចឹងខ្ញុំមិនធ្វើការទេលោកត្រូវគិតប្រាក់ខែដែលខ្ញុំបានធ្វើឲ្យមកខ្ញុំមកតើនេះថ្ងៃនេះកាស្អីបានជាតាមជាមួយខ្ញុំលើចង់បានប្រាក់ខែទៀតតើនេះនៅតែថ្ងៃនេះគឺជាកម្មវិធីអ្វីទេនេះកុំធ្វើឈួតជាមួយខ្ញុំចាប់ចេញពីទីនេះទៅនេះលោកមកមើលតើលោកមានស្គាល់ពេលជាជាមួយនេះអត់
នេះគឺចិញ្ចៀនរបស់អ្នកស្រីអគ្គនាយកតាដែលមានតម្លៃជាង10លានឯណោះចិញ្ចៀនពេជ្រមរកតនេះគឺលុយរបស់ផងឥឡូវនេះចង់រត់ក៏រត់មិនរួចដែរសន្សុក លោកចង់ឲ្យមកខ្ញុំវិញភ្លាមមើល សូមអញ្ជើញកូនស្រីអ្នកស្រីនេះទៅការឡើងឆាកជួយចិញ្ចៀន ចិញ្ចៀននៅទីនេះគ្រាន់តែមិនដឹងថាកូនស្រីរបស់អ្នកស្រីនៅទីណា កូនស្រីឆាប់ឡើងមកឆាប់ឲ្យមកខ្ញុំមើលអើម៉ាក់រីនេះធ្វើមកគោគេ លោកប៉ាអ្នកម៉ាក់ លោកជាកូនស្រីរបស់ខ្ញុំហើយក៏ជាម្ចាស់ថ្មីនៃសន្តាគារមួយនេះដែរ ឡឡ អ្នកគ្រប់គ្រងលីលោកត្រូវបានបញ្ឈប់ពីការងារហើយមិនក្តៅណាស់អញត្រូវដល់ប្រមូលលុយថ្លៃជួលជាង30អាគារទៀតអញហត់នឿយហើយអីយ៉ាម៉ានេះគឺជាលើកទី1ដែលខ្ញុំណាទៀលុយទេយ៉ាងហោចណាស់ក៏ត្រូវតែឲ្យមានបទពិសោធន៍ខ្លះដែរប្រមូលថ្លៃជួលលោកតា នេះគឺជាប្រាក់ជួលនៅខែនេះសរុបទាំងអស់គឺ 4500 យើងរាប់មើល លោកតាអាយុច្រើនហើយរស់នៅក៏មិនងាយស្រួលដែរថ្លៃជួលមួយខែ 4500 ខ្ញុំសុខចិត្តលោកមិនសុំមួយទេយកតែលោកតា450ទេ នេះគឺជាលើកទី1ហើយដែលខ្ញុំឃើញគេលុបលេខ0ចេញមួយ ប្រសិនមកលោកតាគិតថាមិនស័ក្តិសមទេអញ្ចឹងខ្ញុំយកក្រែមួយនេះរបស់លោកតាចុះ ឡឡឯងយកទៅសូមបីតែក្រែមួយក៏នេះសុំពីលោកតាដែរខ្ញុំបែកគ្នាពីនាងគឺជារឿងត្រឹមត្រូវហើយមិនដូចជំនាញទេកូនរបស់ខ្ញុំគឺជាកូនអ្នកមាននាងឃើញនៅជីវិតរបស់ខ្ញុំរះប្រដានឡើង ហើយនេះខ្លះទៅជាមនុស្សក្រីក្របែបនេះតែនេះលំបាកណាស់ទៅហើយពួកយើងមិនគួរព្រោះព្រឹងឲ្យនាងជួយបន្ថែមទៀតទេអេតែនេះកំពុងធ្វើអីណាអ្នកទាំងពីរមកវដូចជាមួយអញ្ចឹងបានជាខ្ញុំយកថ្នាំបាញ់មុខនេះទៅបាញ់ទៅ នាងនៅមាត់រឹងទៀតលោកប៉ារបស់នាងគ្រាន់តែជាសន្តិសុខបើតាមលក្ខខណ្ឌគ្រួសាររបស់នាងខ្វះតែគ្មានមនុស្សប្រុសណាចង់រៀបការជាមួយនាងទេ មិនក៏ដឹងខ្ញុំមិនត្រឹមតែមានមាត់ប្រុសទេហើយកូនក៏ជាមនុស្សប្រុសដែលមានលុយដែរ ថ្ងៃស្អែកនេះក្រុមហ៊ុនរបស់ខ្ញុំនឹងឡើង IPO ខ្ញុំសូមវល់នាងមកមកប្រុសមានលុយរបស់នាងមកជាមួយដែរមកដើម្បីឲ្យពួកយើងមើលឃើញថាតើគេមានលុយប៉ុណ្ណាទៅ ល្អអន្តើតើឲ្យខ្ញុំទៅរកមាត់ប្រុសណែណាទៅ មានរបស់ញ៉ាំ អេលោកតើលោកកំពុងធ្វើអីនោះមនុស្សឈួតក៏មានប្រយោជន៍របស់មនុស្សឈួតដែរមកឆាប់កាត់សក់លាងមុខឲ្យគេរៀបចំឲ្យស្អាតលុយមិនមែនជាបញ្ហានោះទេឲ្យតែគេសង្ហាទទួលបានទៅជាមួយគេទៅរកកន្លែងអង្គុយសិនអ្នកនាងកំឡុងពេលដែលអ្នកនាងកំពុងរងចាំពួកយើងមករៀបចំឲ្យអ្នកនាងនៅផលិតផលថែរក្សាសុខភាពរបស់ពួកយើងដែលទៅទៅនេះអ្នកនាងអាយ៉ាលោកមកទៅពិតជាសង្ហាមែនពិតជាសង្ហាពេកហើយក្រំមកក៏ប៉ុន្តែឥឡូវនេះខ្ញុំគិតថាលោកដូចជាខ្វះអត្តសញ្ញាណពិតមួយទៀត ខ្ញុំមកឃើញហើយ យ៉ាងម៉េចហើយតើលោកមិនអីទេ អញមុននឹងមាននិយាយថាគឺខ្វះអត្តសញ្ញាណទឹកមួយធ្វើទៅគេយ៉ាងមិនដែរ មនុស្សឆ្លាតស្រេចពីហ៊ុនតាំងពីដើមឡើយគឺគ្មានអ្នកណាគេដែលបានឃើញមុខមាត់ពិតរបស់គាត់នោះទេសម្ដែងធ្វើជាគាត់ប្រកបជាគ្មានអ្នកណាគេដឹងនោះទេអូសម្ដែងអតីតមិត្តស្រីរបស់បងទៅតែនេះមិនហ៊ានមកនោះទេ នាងមើលទៅគេយ៉ាងម៉េចដែរនាងគឺជាមនុស្សស្រីមាត់រឹងណាស់មានមនុស្សប្រុសឯណាតែពេញទៅស្រឡាញ់នាងទៅ ពួកយើងមកដល់ហើយអូពិតជាសម្រាប់មែនពីស្អាតមែនអរគុណអ្នកទាំងអស់គ្នា នាងពិតជាហ៊ានមកមែនពេលក៏មិនដែរមកពួកយើងស្គាល់ផង ប្រុសម្នាក់នេះគាត់គឺជាមិត្តប្រុសរបស់ខ្ញុំ ក្រែងគាត់គឺជាអគ្គនាយកក្រុមហ៊ុនស៊ឺហាន់គ្រប់ណាគឺជាស្ដេចពីហ៊ុន ស្ដេចពីហ៊ុនលោកប្រធានចៅ អ្នកទាំងអស់គ្នាកុំត្រូវនាងមកប្រាស់នាងគ្រាន់តែជាអ្នករើសសម្រាប់អេតចាយតែប៉ុណ្ណោះនាងមិនអាចទៅប្រកបការចឹងទៅ ស្ដេចពីហ៊ុនគឺមិនដែលបង្ហាញមកនោះទេឬក៏នេះត្រូវទៅធ្វើសម្រាប់មកសម្ដែងបោកប្រាស់ពួកយើង អីយោបាននិយាយអញ្ចឹងជាងថ្មីនេះបានខ្លាចជាអ្នកជួញដូរពីហ៊ុនលំដាប់ទី1នៃទីក្រុងចាំងខាងមួយនេះប្រអសិនបានមកប៉ុតរបស់នាងគឺជាស្ដេចពីហ៊ុនមែនតើគេហ៊ានប្រគួតជាមួយខ្ញុំទេ មិត្តប្រុសរបស់ខ្ញុំក៏មិនចង់ប្រកួតជាមួយលោកទេ